ក្រោយពេលជប់លៀងជាមួយបុគ្គលិកចប់ខ្ញុំសង្កេតឃើញមានប្រឡាក់ស្នាមស្រាលលើអាវក៏ទៅកន្លែងគិតលុយសុំក្រដាសអនាម័យមួយកញ្ចប់ជូតរួចរៀបនឹងដើរចេញទៅហើយស្រាប់តែក្រដាសនឹងគិតថ្លៃ10 យន់ខ្ញុំគិតមិនទាន់សោះហាងមួយនេះលក់ថ្លៃជាងហាងដទៃឆ្ងាយណាស់បរិមាណនិងរសជាតិក៏ធម្មតាតែល្អត្រង់ថាវានៅជិតក្រុមហ៊ុនព្រោះតែចង់ងាយស្រួលទើបខ្ញុំតែងតែមកហូបនៅទីនេះឃើញខ្ញុំនៅស្ងៀមថៅកែស្រីធ្វើមុខមិនសប្បាយចិត្តថៅកែលីនខ្ញុំរកស៊ីលក់ដូរតូចតែទេលោកជាថៅកែធំដល់ថ្នាក់នឹងប្រកាសជាមិនកំណាញ់លុយតិចតួចនឹងទេមែនទេខ្ញុំញឹមបន្តិចរួចដកលុយ100 យន់មួយសន្លឹកពីកាបូបមិនបាច់អាប់ទេអូយថៅកែលីនលោកចិត្តល្អពេកហើយឲ្យខ្ញុំទទួលមិនទៅអរគុណថៅកែលីនដែលចិត្តទូលាយលោកដឹងស្រាប់ហើយបើខាងអីក៏ត្រូវការលុយដែរមានមួយណាដែលមិនបាច់គិតគូរនោះថ្លៃឈ្នួលហាងថ្លៃទឹកភ្លើងថ្លៃសាច់បន្លែបុគ្គលិកជួសជុលរបស់របរខូចខាតមានមួយណាដែលមិនចំណាយលុយខ្ញុំដឹងថាលោកផ្ដាសាយមិនស្រួលខ្លួនតែចេះតែទាញក្រដាសអញ្ចឹងវាខ្ជះខ្ជាយណាស់សង្ឃឹមថាលោកមិនប្រកាន់ទេលោកឧស្សាហ៍មកហូបមីហាងខ្ញុំដឹងថាលោកជាមួយប្រចាំគ្រាន់តែលើចំណាយវាច្រើនពេកខ្ញុំបើកហាងរកស៊ីវាមិនងាយស្រួលទេសូមលោកយកយល់ផងខ្ញុំមិនមែនសំដៅលើលោកទេគ្រាន់តែមួយរយៈនេះឈ្នួលហាងនឹងទំនិញឡើងថ្លៃសម្ពាធខ្លាំងណាស់គុំដោយសារតែឧស្សាហ៍មកហើយមិនចេះសន្សំសំចៃក្រដាស3សន្លឹកសោះគ្រាន់តែប្រើក្រដាសហាងគាត់3សន្លឹកសោះគាត់ហ៊ាននិយាយផ្លែផ្កាឲ្យខ្ញុំអញ្ចឹងមិនទុកមុខឲ្យបន្តិចសោះតាមពិតគាត់មិនទាន់ដឹងទេថាភ្ញៀវនៅក្នុងហាងគាត់ទាំងអស់សុទ្ធតែជាបុគ្គលិកក្រុមហ៊ុនខ្ញុំនោះទេឃើញថៅកែខ្លួនឯងត្រូវគេជេរប្រមាថកណ្ដាលចំណោមព្រោះក្រដាស3សន្លឹកគ្រប់គ្នាពិតជាទ្រាំលេងបានហើយពូចាងកុំឆេវឆាវអីលោកក្រវីក្បាលមានន័យថាម៉េចក្នុងចិត្តនៅមិនទាន់សុខចិត្តទៀតមែនទេមនុស្សធន់លោកខ្ញុំស្គាល់ច្បាស់ណាស់មើលពីសម្បកក្រៅធ្វើខ្លួនថ្លៃថ្នូរហូបមីមួយចានក៏ចង់កេងចំណេញពីហាងដែរខ្ញុំបើកហាងរកស៊ីស្អប់បំផុតពួកចូលចិត្តកេងចំណេញបែបនេះគុំស្មានតែហូបមីហាងខ្ញុំ3 ឆ្នាំហើយអាចធ្វើអីស្រេចតែចិត្តនោះបើធ្វើចរិតបែបនេះហើយថ្ងៃក្រោយគុំមកញ៉ាំហាងខ្ញុំទៀតអីហាងខ្ញុំមានភ្ញៀវច្រើនណាស់ខ្វះភ្ញៀវម្នាក់ដូចជាលោកក៏មិនស្លាប់ដែរ3 ឆ្នាំមុនពេលថែមម៉ោងដល់យប់ជ្រៅចុះមកក្រោមចំពេលភ្លៀងធ្លាក់ខ្លាំងខ្ញុំមិនបានយកឆ័ត្រមកក៏រត់យ៉ាងលឿនមកជ្រកភ្លៀងក្នុងហាងមីតូចមួយនេះថៅកែចូលមកជ្រកភ្លៀងសិនមកអង្គុយលេងចុះទោះមិនកំងអីក៏មិនអីដែរសុំមេឃមួយចានមករសជាតិដ៏សាំធ្លាប់ប្រៀបដូចជាកូនសោមួយចាក់បើការចងចាំដែលកប់ទុកជាយូរមកហើយរូបភាពម្ដាយធ្លាប់ធ្វើមេកាពីមុនបានផុសឡើងក្នុងខួរក្បាលម្ដងមួយពីមុនម្ដាយខ្ញុំធ្វើការដល់ទៅ3កន្លែងនឿយហត់ពេញមួយថ្ងៃឈឺចង្កេះឈឺខ្នងទោះជាត្រឡប់មកផ្ទះយប់ជ្រៅយ៉ាងណាក៏ដោយគាត់តែងតែចូលផ្ទះបាយធ្វើមីឲ្យខ្ញុំញ៉ាំជានិច្ចញ៉ាំឲ្យច្រើនទៅញ៉ាំឲ្យឆ្អែតទើបឆាប់ធំកាលនៅក្មេងខ្ញុំគិតតែពីអនញ៉ាំដោយមិនបានដឹងសោះថាម្ដាយមិនទាន់បានប៉ះចង្កេះផងគាត់ស្ងៀមស្ងាត់ទុកអាហារទាំងអស់ឲ្យខ្ញុំច្រើនឆ្នាំក្រោយមកទើបខ្ញុំយល់គាត់ខំសន្សំសំចៃទុកម្ហូបឆ្ងាញ់ឲ្យកូនទាំងអស់ឆ្នាំដែលម្ដាយលាចាកលោកខ្ញុំទើបតែអាយុ15 ឆ្នាំប៉ុណ្ណោះជំងឺមហារីកថ្លើមបានឈានដល់ដំណាក់កាលចុងក្រោយទៅហើយកូនសម្លាញ់ថ្ងៃក្រោយម៉ែមិនអាចធ្វើមីឲ្យកូនញ៉ាំទៀតទេពាក្យមួយឃ្លានេះប្រៀបដូចជាបន្លាចាក់ចំជម្រៅបេះដូងខ្ញុំជាង10 ឆ្នាំមកនេះនៅតែមិនអាចបំភ្លេចបានថៅកែស្រីតើអ្នកណាជាអ្នកបង្រៀនរូបមន្តមីមួយចាននេះដល់អ្នកអូខ្ញុំចេះតែរៀនសាកល្ពងធ្វើដោយខ្លួនឯងទេមិនដែររសជាតិឆ្ងាញ់មែនទេពិតជាឆ្ងាញ់ខ្លាំងណាស់រសជាតិឆ្ងាញ់យ៉ាងណាក៏អត់ប្រយោជន៍ដែរលោកឃើញស្ថានភាពហាងខ្ញុំស្រាប់ហើយមួយថ្ងៃសឹងតែគ្មានភ្ញៀវសោះផ្លូវមួយនេះនៅស្ងាត់ដាច់ស្រយាលមិនសូវមានអ្នកដើរកាត់ប្រហែលជាមិនយូរប៉ុន្មានទេហាងនេះច្បាស់ជាត្រូវបិទទ្វារហើយ
មិនបាច់អាប់ទេសមាជិកទាំងអស់ក្រុមហ៊ុននឹងទូទាត់ចំណាយឲ្យទាំងអស់ការញ៉ាំម្ដងអាចទូទាត់បានត្រឹមតែមួយលើកប៉ុណ្ណោះតែមិនកំណត់ចំនួនទឹកប្រាក់ទេមេយើងពិតជាចិត្តទូលីមែនហាងមីសុងជីគឺហាងតូចនៅចុងផ្លូវនឹងតើឬមួយមេនឹងម្ចាស់ហាងត្រូវជាសាច់ញាតិនឹងគ្នាទោះមានសាច់ញាតិឬអត់ក៏ដោយឲ្យតែក្រុមហ៊ុនចេញលុយថ្លៃបាយឲ្យគឺល្អហើយនាងមិនបានដឹងពីមូលហេតុដែលភ្ញៀវកើនឡើងភ្លាមនោះទេដឹងត្រឹមតែហាងតូចដែលរៀបនឹងដួលរលំមួយនេះបានរស់រានមានជីវិតឡើងវិញរំងាស់ទឹកហើយបាន2ឆ្នាំទៀតថ្ងៃនេះភ្ញៀវច្រើនណាស់ក្រោយរកស៊ីបាន1ខែសុងជួយឡានទិញខោអាវថ្មីទៅអ៊ុតសក់ធ្វើម៉ូដយ៉ាងស្អាតខែទី2នាងជួលបុគ្គលិករត់ទៅ2នាក់ខែទី3ជួលតូបចិត្តខាងវីជញ្ជាំងពង្រេកហាងទំហំហាងកើនពី30ម៉ែត្រការ៉េទៅដល់60ម៉ែត្រការ៉េតែទន្ទឹមនឹងការពង្រីកហាងនេះអ្វីក៏បានផ្លាស់ប្ដូរបន្តិចម្ដងតម្លៃមីចេះតែឡើងថ្លៃជាបន្តបន្ទាប់ចំណែកឯបរិមាណក៏ចេះតែតិចទៅទឹកដែលធ្លាប់តែខាប់ឆ្ងាញ់ប្រែជាសាបរាវសាច់ចិញ្ច្រាំក៏មានតែបន្តិចបន្តួចចំណែកអាកប្បកិរិយារបស់សុងឈួយឡានកាន់តែប្រែប្រួលខ្លាំងពីមុនរាក់ទាក់រស់រីចំពោះភ្ញៀវតែឥឡូវពេលមានគេសួរនាំនាងតែងតែធ្វើមុខក្រញើនិយាយស្ដីកោងកាច់ប្រហើនមេហាងមីនេះឥឡូវធ្វើហួសហេតុពេកហើយពួកយើងបដូរទៅញ៉ាំហាងផ្សេងទៅរសជាតិនៅតែដែលទេតើរសជាតិនៅក្នុងចិត្តមិនដូចដើមទៀតទេតែខ្ញុំនៅតែលួចសង្ឃឹមក្នុងចិត្តជានិច្ចសង្ឃឹមថារសជាតិដ៏សាមធ្លាប់នឹងត្រឡប់មកវិញដោយការដែលតែងតែយកសពឃើញម្ដាយញឹមសម្លឹងមើលខ្ញុំញ៉ាំមេអញ្ចឹងក្រដាសមួយសន្លឹកតម្លៃប៉ុន្មានកាក់លោកមកញ៉ាំរាល់ថ្ងៃ3ឆ្នាំនេះខ្ញុំខាតដើមអស់មិនតិចទេការរកស៊ីតូចតាចរបស់ខ្ញុំវាមិនងាយស្រួលទេខ្ញុំគិតលុយណាស់មិនបាច់ទេលោកគិតលុយថ្លៃមីទៅបានហើយតើត្រូវគិតលុយប៉ុន្មានមីនេះមួយចាន35យួនលោកគិតតែលុយនឹងទៅរឿងក្រដាសអនាម័យនោះមិនបាច់គិតទេអញ្ចឹងខ្ញុំវេឲ្យអ្នក50យួនលុយសល់ចាត់ទុកថាជួយទិញរបស់របរក្នុងហាងចុះពួកឯងមើលឲ្យច្បាស់ទៅហាងយើងចំណាយច្រើនណាស់ថ្ងៃក្រោយពេលភ្ញៀវប្រើរបស់របរពួកយើងត្រូវប្រាប់ឲ្យបានច្រើនបន្តិចកុំឲ្យខ្ជះខ្ជាយពេកបុគ្គលិកទាំងអស់ចាប់ពីថ្ងៃនេះទៅលោកចោលអត្ថប្រយោជន៍ទូទាត់ថ្លៃអាហារនៅហាងមីសុងជីទាំងអស់នៅខាងក្រោមក្រុមហ៊ុនមានហាងមីបងប្អូនស្រីទើបបើកថ្មីរសជាតិឆ្ងាញ់ខ្លាំងណាស់ខ្ញុំសូមណែនាំឲ្យអ្នកទាំងអស់គ្នាទៅញ៉ាំនៅទីនោះសម្រាប់ម៉ោងអាហារថ្ងៃត្រង់ថ្ងៃស្អែកបុគ្គលិក100នាក់ដំបូងដែលទៅញ៉ាំខ្ញុំនឹងចេញលុយឧបត្ថម្ភឲ្យម្នាក់20យួនទីបំផុតលែងបានទៅញ៉ាំហាងដែលសេវាកម្មអន់នឹងទៀតហើយទីបំផុតមេសម្រេចចិត្តដូរហាងហើយខ្ញុំស្មានតែត្រូវហូបហាងនឹងរហូតដល់ចូលនិវត្តន៍ទៅហើយលើកមុនខ្ញុំគ្រាន់តែថែមទឹកខ្មេះបន្តិចសោះក៏ត្រូវថៅកែស្រីស្ដីបន្ទោសអស់3នាទីដែរញ៉ាំបាយមួយពេលត្រូវមកទ្រាំស្ដាប់ការជេរប្រមាថថៅកែស្រីអាងតែហាងលក់ដាច់អាកប្បកិរិយាប្រហានក្អេងក្អាងពេលគិតលុយរៀងយឺតបន្តិចធ្វើមុខស្អប់ខ្ពើមនឹងចំអករសជាតិអាហារធ្លាក់ចុះយ៉ាងខ្លាំងមីកាពី1ឆ្នាំមុននៅតែអាចញ៉ាំបានតែម្ហូបឥឡូវពិបាកលេបណាស់3ឆ្នាំដែលខ្ញុំនៅតែបន្តមកញ៉ាំហាងនេះមិនមែនដោយសារតែរសជាតិមីនោះទេតែគឺដោយសារការនឹករលឹកដល់ម្ដាយតាមរយៈអាហារមួយនេះរហូតមកដល់ថ្ងៃនេះទើបខ្ញុំដឹងខ្លួនរសជាតិមេឃដែលម្ដាយខ្ញុំធ្លាប់ធ្វើនៅក្នុងការចងចាំវាបានរសាត់បាត់បន្តិចម្ដងទៅហើយអ្វីដែលនៅសល់ក្នុងចិត្តគឺស្នាមញញឹមរបស់គាត់បាត់ដៃដ៏គ្រើមព្រោះតែការងារធ្ងន់និងពាក្យពេចន៍ផ្ដាំផ្ញើដ៏កក់ក្ដៅនោះទំនាក់ទំនង3ឆ្នាំនេះសូមជួយឡានបានបំបត្តិក្តីនឹករលឹកដ៏មានតម្លៃនេះបន្តិចម្ដងអស់ទៅហើយភាពជាប់ជំពាក់ក្នុងចិត្តក៏គួរតែលែងចោលឲ្យអស់ដែរចូលមកមេអំបញ្ញមិញលោកមិនបានទទួលរងការប្រមាថទេមែនទេមិនអីទេគ្រាន់តែជំងឺផ្ដាសាយមិនទាន់ជាសះស្បើយបុគ្គលិកទាំងអស់សុទ្ធតែមានការមិនពេញចិត្តជាយូរមកហើយ
ហាងមីនេះឡើងថ្លៃកប់ពុកបរិមាណកាន់តែតិចទៅអាកប្បកិរិយាថៅកែស្រីកាន់តែអាក្រក់ទៅគ្រប់គ្នាតែងតែរងការខឹងសម្បារដោយគ្មានហេតុផលរឿងអស់ទាំងនេះខ្ញុំដឹងច្បាស់ក្នុងចិត្តចុះហេតុអ្វីបានជាមេមិនព្រមដូរហាងញ៉ាំអញ្ចឹងគ្រាន់តែដោយសារមេឃរបស់ហាងនេះមានរសជាតិស្រដៀងនឹងរសជាតិដែលម្ដាយខ្ញុំធ្លាប់ធ្វើពេលដែលម្ដាយខ្ញុំលាចាកលោកខ្ញុំនៅរៀនវិទ្យាល័យនៅឡើយរសជាតិនៃការនឹករលឹកមួយចាននេះគឺជាទីពឹងមួយក្នុងចំណោមតិចតួចដែលខ្ញុំអាចនឹកដល់ម្ដាយប៉ុន្តែពេលនេះខ្ញុំគិតយល់ហើយអ្នកដែលស្លាប់ទៅហើយមិនអាចត្រឡប់មកវិញបានទេទោះជាញ៉ាំមីដែលមានរសជាតិស្រដៀងគ្នារាល់ឆ្នាំក៏ដោយក៏ម្ដាយមិនអាចត្រឡប់មកក្បែរខ្ញុំវិញដែរម្យ៉ាងទៀតរសជាតិរបស់ហាងក៏ប្រែប្រួលបាត់ទៅហើយគ្រាន់តែខ្ញុំមិនព្រមទទួលស្គាល់ការពិតប៉ុណ្ណោះមេរឿងក៏ឡងហួសទុកវាចោលទៅឯងយកដំណឹងនេះទៅប្រាប់ផងថ្ងៃត្រង់ស្អែកខ្ញុំនឹងប៉ោកបុគ្គលិកទាំងអស់ទៅញ៉ាំមីនៅហាងបងប្អូនស្រីចែកម៉ោងគ្នាទៅឲ្យមានសណ្ដាប់ធ្នាប់ក្រុមដំបូងត្រូវទៅដល់ម៉ោង 11 កន្លះឲ្យទាន់ពេលបាត់មេខ្ញុំទៅប្រាប់ឥឡូវនេះអ្នកទាំងអស់គ្នាធ្វើឲ្យលឿនបន្តិចជូតចង្ក្រានឲ្យស្អាតរំងាស់ទឹកឲ្យបានប៉ុន្មានឆ្នាំងទៀតទៅថ្ងៃនេះភ្ញៀវប្រកាសជាមកហូហែមិនដាច់ទេសួស្ដីចែមិនបាច់ហៅខ្ញុំអញ្ចឹងទេផ្លូវមួយនេះការប្រកួតប្រជែងរកស៊ីខ្លាំងណាស់ហាងមី57បានបិទទ្វារបន្តបន្ទាប់គ្នាទៅហើយសូមប្រាប់ក្មេងដូចពួកឯងឲ្យប្រយ័ត្នបន្តិចទៅប្រយ័ត្នខាតបង់លុយកាក់ការរកស៊ីខាតបង់ជារឿងរបស់ពួកយើងមិនបាច់រំខានចែឯងខ្វល់ទេក្មេងសោះតែចរិតមិនធម្មតាទេចាំមើលទៅខ្ញុំបើកនៅទីនេះ3ឆ្នាំហើយមិនងាយស្រួលទេសង្ឃឹមថាពួកឯងក៏លូនចោះប្រហែលជាថ្ងៃនេះក្រុមហ៊ុនប្រជុំព្រឹកទើបយឺតពេលញ៉ាំបាយហើយមិនបាច់ភ័យស្លន់ស្លោទេចែសុងឥឡូវម៉ោង 12 ហើយថ្ងៃនេះមិនទាន់មានភ្ញៀវចូលហាងសោះរាល់ដងម៉ោងប៉ុណ្ណេះហាងយើងរៀបតុតួភ្ញៀវឡើងវិលមុខទៅហើយមិនបាច់ភ័យទេមួយចាស់មកញ៉ាំជាប់គ្នា3ឆ្នាំហើយអាវត្តមានមួយថ្ងៃជារឿងធម្មតាទេតែកុំធ្វើមុខក្រញើគួរឲ្យធុញអញ្ចឹងភ្ញៀវចូលចិត្តមេឃដែលខ្ញុំធ្វើណាស់ទោះជាឡើងថ្លៃបន្ថយបរិមាណក៏ការរកស៊ីមិនធ្លាក់ចុះដែរពួកគេនៅតែមកញ៉ាំទាន់ពេលដដែលច្បាស់ជាមិនបាត់មុខដោយគ្មានហេតុផលទេប្រហែលជាក្រុមហ៊ុនរៀបចំកម្មវិធីញ៉ាំអីជុំគ្នាទេដឹងចាំមើលស្អែកភ្ញៀវច្បាស់ជាមកវិញដូចធម្មតាឯងមើលទីនោះលឿនភ្ញៀវដែលត្រូវខ្ញុំជារំសើមិញក៏ទៅញ៉ាំហាងថ្មីនឹងដែរបញ្ជាក់ថាគ្រប់គ្នាពិតជាចូលចិត្តរសជាតិមីខ្មែនភ្ញៀវផ្សេងទៀតច្បាស់ជានឹងមកបន្តបន្ទាប់មិនខានណែចង់មកញ៉ាំមេឃក្នុងហាងខ្ញុំទៀតហើយមែនទេប្រាប់ឲ្យហើយណាបើចូលមកញ៉ាំគឺគិតលុយធម្មតាហើយត្រូវចេះសន្សំសំចៃរបស់របរផងអ្នកណាប្រាប់នាងថាខ្ញុំចូលញ៉ាំហាងនាងសូមស្វាគមន៍បងប្រុសបងមកហើយតើប្រញាប់អង្គុយសម្រាកសិនមកបងប្រុសនេះជាម្ហូបក្លែមញ៉ាំលេងដែលខាងយើងហ្វ្រេជូនបងញ៉ាំទ្រពពោះសិនទៅមីខ្នឹងធ្វើឆ្អិនឥឡូវនេះហើយមិនអីទេបងបងប្រុសមីកប្រចាំហាងបានហើយសូមញ៉ាំឲ្យឆ្ងាញ់ក្រដាសអនាម័យទុកនៅទីនេះបងអាចប្រើតាមសប្បាយសាក់ភ្លក់មើលសិនមីដែលម៉ាក់ធ្វើនេះត្រូវមាត់កូនឬអត់បងប្រុសរសជាតិមីនេះយ៉ាងម៉េចដែររសជាតិឆ្ងាញ់ខ្លាំងណាស់នេះជាមេឃដែលឆ្ងាញ់បំផុតដែលខ្ញុំធ្លាប់ញ៉ាំក្នុងមួយជីវិតនេះបានបងសរសើរបែបនេះពិតជាល្អណាស់នេះគឺជាជំនាញតែមួយគត់ដែលពួកយើងបងប្អូនស្រីចេះធ្វើបើធ្វើមិនឆ្ងាញ់ពិតជាសុំទោសដល់ការខំប្រឹងបង្រៀនរបស់ប៉ាម៉ាក់ហើយជំនាញធ្វើម្ហូបនេះគឺម្ដាយប្អូនទាំងពីរអ្នកបង្រៀនមែនទេចាស់មិនខុសទេគឺម្ដាយផ្ទាល់ជាអ្នកបង្រៀនពួកយើងពីមុនផ្ទះយើងបើកហាងមីស្ថិតនៅតំបន់ក្រុងចាស់លក់ដាច់ខ្លាំងណាស់ក្រោយមកតំបន់នោះត្រូវគេរុះរើអភិវឌ្ឍហាងក៏ត្រូវបិទទ្វារប៉ាម៉ាក់ក៏លាចាកលោកបន្តបន្ទាប់គ្នាពេលដែលពួកគាត់លាចាកលោក
បងស្រីទៅតែអាយុ20ឆ្នាំខ្ញុំទៅតែអាយុ18ឆ្នាំមុនពេលស្លាប់ម្ដាយចាប់ដៃបងស្រីយ៉ាងណែនផ្ដាំផ្ញើពួកយើងត្រូវតែថែរក្សាជំនាញធ្វើមីកនេះឲ្យបានកុំរំលឹករឿងសោកសៅពីមុនទៀតអីបងប្រុសឆាប់ញ៉ាំទៅមីទុកឲ្យត្រជាក់រសជាតិនឹងធ្លាក់ចុះហើយក្មួយស្រីទាំងពីរពួកឯងត្រូវតែប្រយ័ត្នឲ្យមែនទែនមនុស្សម្នាក់នេះធ្លាប់មកញ៉ាំហាងខ្ញុំជាប់គ្នា3ឆ្នាំតែងតែរិះគន់រសជាតិមេឃពេលញ៉ាំក៏ប្រើក្រដាសខ្ជះខ្ជាយទៀតគ្រប់ពេលតែងតែចង់កេងចំណេញពីហាងម្សិលមិញកេងចំណេញពីហាងខ្ញុំមិនបានក៏ប្ដូរមកហាងថ្មីពួកឯងនេះត្រូវតែប្រយ័ត្នការពារឲ្យបានល្អចែហាងទិញក្រដាសអនាម័យមកគឺដើម្បីផ្ដល់ភាពងាយស្រួលដល់ភ្ញៀវហើយតើការប្រើប្រាស់តិចជាច្រើនគឺជាសិទ្ធិរបស់ភ្ញៀវបើចែស្ដាយរបស់របរប្រើប្រាស់មិនបាច់ដាក់ក្រដាសអនាម័យឲ្យគេប្រើទេហាងពួកយើងមិនប្រកាន់រឿងកំពេចកំពុកទាំងនេះទេគ្រាន់តែសង្ឃឹមថាភ្ញៀវញ៉ាំដោយក្តីសុខបងប្រុសក្រដាសមួយកញ្ចប់នេះបងប្រើឲ្យអស់ចុះហាងយើងមានក្រដាសច្រើនណាស់មិនបាច់គិតច្រើនទេខ្ញុំមានចិត្តណាល្អមកដាស់តឿនពួកឯងផ្ទុយទៅវិញបែរជាចង់តាំងជាមួយខ្ញុំមែនទេបើពិតជាមានចិត្តណាល្អជួយប្រាប់មែនក៏មិនចូលមកក្នុងហាងញុះញង់បំបែកបំបាក់ដែរចង់មួលបង្កាច់ភ្ញៀវគ្រាន់តែចង់ឲ្យយើងដេញភ្ញៀវចេញប៉ុណ្ណោះបើខាងរកស៊ីសំខាន់បំផុតគឺមួយប្រចាំភ្ញៀវមកញ៉ាំជាប់គ្នា3ឆ្នាំគឺកម្រមានណាស់គ្រាន់តែដោយសារក្រដាសមួយសន្លឹកសោះក៏ស្ដីបន្ទោសភ្ញៀវកណ្ដាលចំណោមសូម្បីតែរបស់របរប្រើប្រាស់ធម្មតាក៏កំណាញ់មិនឲ្យដែរផ្ទុយទៅវិញបែរជាថាភ្ញៀវកំណាញ់ទៅវិញពិតជាពិបាកទទួលយកណាស់ហាងតូចតាចសោះហ៊ានមកវាយតម្លៃខ្ញុំអីខ្ញុំបើកហាងមីពេញ3ឆ្នាំពេញមួយផ្លូវនេះមានហាងច្រើនណាស់បិទទ្វារមានតែហាងខ្ញុំទេដែលមានភ្ញៀវហូរហែមិនដាច់ហាស់អួតពេញមួយថ្ងៃថាមានភ្ញៀវពេញហាងឥឡូវក្នុងហាងរបស់ចែគ្មានភ្ញៀវចូលសំបីតែម្នាក់ថ្ងៃនេះភ្ញៀវគ្រាន់តែជាប់រវល់ទើបខកខានថ្ងៃស្អែកច្បាស់ជាមកញ៉ាំដូចធម្មតាមិនខានថ្ងៃស្អែកភ្ញៀវទាំងនោះនៅតែមិនជន់ហាងនាងដែរទេនាងមិនយល់ពីរបៀបរកស៊ីតតែសោះហាងមី57នៅផ្លូវនេះបិទទ្វារអស់ហើយព្រោះតែភ្ញៀវទទួលស្គាល់តែរសជាតិមីរបស់ខ្ញុំហ៊ានធានាថ្ងៃស្អែកមុខហាងខ្ញុំច្បាស់ជាមានមនុស្សតម្រង់ជួរមិនខានឯហាងថ្មីពួកឯងនេះទប់បានមិនប៉ុន្មានថ្ងៃក៏បិទទ្វារដែរចាំមើលលទ្ធផលចុងក្រោយទៅហ៎បងស្រីតើភាពជឿជាក់ទាំងងឹតងល់របស់គាត់តើបានមកពីណាទៅចែនឹងអះអាងថាភ្ញៀវមិនបាត់បង់នោះតើវាជារឿងពិតមែនទេបើភ្ញៀវចូលចិត្តតែរសជាតិហាងចិត្តខាងមែនហាងថ្មីយើងប្រហែលជាពិបាកគេចផុតពីការបិទទ្វារណាស់ពួកយើងបងប្អូនសន្សំលុយប៉ុន្មានឆ្នាំនេះទើបបាន20,000ដើម្បីយកមកបើកហាងបើរកស៊ីខាតបងផលវិបាកពិតជាពិបាកស្មានណាស់កុំនិយាយពាក្យបាក់ទឹកចិត្តបែបនេះអីធ្វើចិត្តឲ្យទូលីទៅហាងពួកប្អូនមិនបិទទ្វារទេហេតុអីបានជាបងប្រកំលេះចាំដល់ថ្ងៃស្អែកចម្លើយគ្រប់យ៉ាងនឹងលេចចេញមកហើយមនុស្សខ្លះស្មានតែរកបានហាងញ៉ាំថ្មីគឺអាចកេងចំណេញបានចរិតបែបនេះគង់តែមានគេស្អប់ខ្ពើមទេថ្ងៃបើកហាងដំបូងមានភ្ញៀវតែម្នាក់ចូលញ៉ាំហាងថ្មីទើបតែបើកដំបូងមានភ្ញៀវតិចគឺជារឿងធម្មតាទេអាចទទួលភ្ញៀវទីមួយគឺល្អណាស់ទៅហើយចែមិនបាច់អីទេហាងមីសុងជាថ្ងៃនេះក៏គ្មានភ្ញៀវចូលដូចគ្នា
ឬថាភ្ញៀវនៅតាមផ្លូវនេះពីមុនសុទ្ធតែប្រមូលផ្ដុំញ៉ាំហាងមួយនោះតើពិតជាគ្រប់គ្នាចូលចិត្តតែរសជាតិហាងនោះមែនទេពួកយើងរើសកន្លែងបើកហាងតើជ្រើសរើសខុសមែនទេពួកយើងបើកហាងរកស៊ីមិនមែនដើម្បីប្រកួតប្រជែងជាមួយអ្នករកស៊ីដូចគ្នាទេពេលម្ដាយបង្រៀនគាត់បានផ្ដាំហើយថាត្រូវយកចិត្តទុកដាក់ធ្វើម៉េចស្មោះត្រង់ចំពោះភ្ញៀវដែលចេញចូលចំណែកការខាតចំណេញផ្សេងបណ្ដោយតាមធម្មជាតិទៅបានហើយតែមិនមានក្តីបារម្ភអីច្រើនទេថ្ងៃស្អែកបើកហាងលក់ធម្មតាបើមានភ្ញៀវយើងតាំងចិត្តធ្វើម្ហូបទទួលពួកគាត់បើគ្មានភ្ញៀវទេយើងសម្រាកចុះតាំងចិត្តរក្សាឆន្ទៈដើមគង់តែមានគេដឹងពីរសជាតិដ៏ឆ្ងាញ់ប្លែកនៃមីរបស់យើងទេពូចាងការផ្សព្វផ្សាយបែបនេះពិតជាអាចទាក់ទាញភ្ញៀវបានមែនទេមេគ្រាន់តែប្រាប់ទ្រោះក្នុងគ្រប់ការងារប៉ុណ្ណោះខ្ញុំស្មានតែគ្រប់គ្នាមិនចាប់អារម្មណ៍ទៅហើយប្រហែលជាមិនអាចហៅបុគ្គលិកច្រើនមកញ៉ាំបានទេមិនបាច់បារម្ភទេឥទ្ធិពលរបស់មេគឺគ្រប់គ្រាន់អាចកោះហៅអ្នកគ្រប់គ្នាបានហើយចាំមើលចំនួនភ្ញៀវនៅថ្ងៃស្អែកទៅដឹងហើយបងស្រីថ្ងៃនេះតើនៅតែមានភ្ញៀវតែម្នាក់មកញ៉ាំទៀតទេទោះបីមានភ្ញៀវតែម្នាក់ក៏ដោយក៏ត្រូវតាំងចិត្តធ្វើមីមួយចានឲ្យបានល្អដែរលើកឆ្នាំងទឹកធំទៅដាក់នៅមាត់ទ្វារថៅកែស្រីហេតុអីបានជាលើកឆ្នាំងធំមកដាក់មាត់ទ្វារអញ្ចឹងនេះជាល្បិចតាក់ទាញភ្ញៀវណាក្លិនឈ្ងុយអាចតាក់ទាញអ្នកដើរកាត់ឲ្យឈប់មើលម្សិលមិញគ្មានភ្ញៀវគ្រាន់តែជារឿងចៃដន្យឲ្យទេថ្ងៃនេះពេលធំក្លិនឈ្ងុយគ្រប់គ្នាប្រកាសជាទ្រាំមិនចូលហាងញ៉ាំមិនបានទេក្រោកពីព្រលឹមរវល់យ៉ាងណាក៏ដោយបើគ្មានភ្ញៀវចូលទេខំប្រឹងយ៉ាងណាក៏អត់ប្រយោជន៍ដែរមិនបាច់ទៅឆ្លោះប្រកែកជាមួយនាងទេម៉ោងបាយជិតដល់ហើយភ្ញៀវនឹងចេញមកបន្តបន្ទាប់ឥឡូវហើយភ្ញៀវខ្លះចូលខុសហាងជារឿងធម្មតាទេភ្ញៀវសំខាន់មិនទាន់មកដល់ទេហាងនេះហើយគឺហាងមីសុងជីមេត្រូវគេមើលងាយកាលពីម្សិលមិញគ្រប់គ្នាចងចាំទុកក្នុងចិត្តជានិច្ចហាងសុងជីអាកប្បកិរិយាអន់ណាស់មីក៏មិនឆ្ងាញ់ថ្ងៃក្រោយយើងឈប់មកហើយមិនបាច់និយាយច្រើនទេពួកយើងទៅញ៉ាំហាងថ្មីនៅក្បែរនេះទៅបានហើយតោះមេដែលពួកគេនិយាយនោះជាអ្នកណាទៅគ្រាន់តែក្មេងប៉ុន្មានអ្នកធ្វើចរិតក្មេងខាងប៉ុណ្ណោះហាងយើងមានម៉ួយចាស់ច្រើនណាស់មិនបាច់ខ្វល់ពីភ្ញៀវបាត់បង់បន្តិចបន្តួចនេះទេពួកឯងមើលឲ្យលឿនទាំងនេះសុទ្ធតែជាម៉ួយប្រចាំរបស់ខ្ញុំទាំងអស់មនុស្សច្រើនសន្ធឹកសន្ធាប់បែបនេះឡើងរាប់រយនាក់ឯណោះពេលនេះដឹងពីភាពខុសគ្នាហើយមែនទេហាងម្ហូបច្រើនណាស់នៅផ្លូវនេះបានបិទទ្វារជាបន្តបន្ទាប់មានតែហាងខ្ញុំទេដែលឈរជើងបាន3ឆ្នាំមិនដួលព្រោះតែភ្ញៀវដែលចេញចូលទទួលស្គាល់តែរសជាតិមីកដែលខ្ញុំធ្វើទោះជាខ្ញុំចេះតែដំឡើងថ្លៃបន្ថយបរិមាណមីភ្ញៀវនៅតែបន្តមកញ៉ាំនៅហាងដដែលគឺមិនអាចបោះបង់រសជាតិហាងខ្ញុំបានទេហាងតូចទើបបើកថ្មីរបស់ពួកឯងគឺគ្មានលទ្ធភាពមកប្រកួតប្រជែងតតែសោះហាហាហាមិនបាច់ខ្វល់ពាក្យសម្ដីអ្នកអតីតទេយកចិត្តទុកដាក់លក់ដូរហាងខ្លួនឯងទៅបានហើយម្សិលមិញគ្រប់គ្នាបាត់មុខដោយគ្មានមូលហេតុធ្វើឲ្យខ្ញុំត្រូវហាងក្បែរខាងសាយយំថាបាត់បង់ភ្ញៀវថ្ងៃនេះត្រូវតែចូលហាងតម្រង់ជួរឲ្យមានសណ្ដាប់ធ្នាប់ជួយលើកមុខមាត់ហាងខ្ញុំវិញផងឲ្យអ្នកដទៃឃើញពីឥទ្ធិពលចំនួនភ្ញៀវហាងយើងពួកលោកឈរត្រឹងមិនកម្រើកអញ្ចឹងមានរឿងអីឆាប់ចូលហាងញ៉ាំទៅពួកយើងមកនេះមិនមែនមកញ៉ាំហាងអ្នកទេលោក
Sầm đây lục ní miên này thà mịch. ពួកយើងនឹងមិនចូលញ៉ាំហាងមីរបស់អ្នកទៀតទេ Ba mình nhằm hàng nhom. Cục kia ai chưa rơi nhằm nơi còn lại na tiệt tử.ពួកយើងនឹងរើសហាងផ្សេងដែលល្អជាងនេះពួកយើងគ្រាន់តែសង្ឃឹមថាញ៉ាំបាយបានស្រួលចិត្តបន្តិចតម្លៃក្នុងហាងបរិមាណនិងសេវាកម្មតែងតែធ្វើឲ្យគ្រប់គ្នាមិនសូវពេញចិត្តអញ្ចឹងទើបពួកយើងសម្រេចចិត្តដូរកន្លែង 3 ឆ្នាំនេះគ្រប់គ្នាពិតជាបានអត់ធ្មត់យូរណាស់មកហើយថ្ងៃនេះពិតជាលែងចង់ទ្រាំទៀតហើយពួកយើងឥឡូវនេះ ពួកយើងបើមិនពេញចិត្តនឹងអាកប្បកិរិយារបស់ខ្ញុំថ្ងៃក្រោយខ្ញុំកែប្រែគឺបានហើយតើគ្រប់គ្នាមិនបាច់ប្រើអារម្មណ៍ឆេវឆាវបែបនេះទេចូលហាងញ៉ាំទៅខ្ញុំសន្យាថានឹងកែប្រែសេវាកម្មឲ្យល្អពួកលោកនៅមិនពេញចិត្តអីទៀតឬមួយប្រកាន់ខ្ជាប់មិនព្រមចូលញ៉ាំហាងខ្ញុំជារៀងរហូត ត្រូវហើយចាប់ពីពេលនេះទៅបុគ្គលិកទាំងអស់គ្នានឹងមិនមកញ៉ាំនៅទីនេះទៀតទេ គ្រប់គ្នាបានញ៉ាំក្នុងហាងដល់ទៅ 3 ឆ្នាំម្ដេចក៏ថាលែងញ៉ាំគឺលែងអញ្ចឹងមិនគិតដល់មនោសញ្ចេតនាកន្លងមកសោះបើពិតជាមានមនោសញ្ចេតនាមែនក៏មិនចេះតែឡើងថ្លៃនិងបន្ថយបរិមាណដែរ ហើយក៏មិនមែនដោយសារតែរឿងតូចតាចមកធ្វើអាកប្បកិរិយាអាក្រក់ដាក់មួយចាស់អញ្ចឹងដែរគ្រប់គ្នាពិតជាអស់សង្ឃឹមហើយ មេដែលពួកលោកនិយាយនោះជាអ្នកណាឲ្យប្រកាសទៅខ្ញុំមិនដែលជេរប្រមាថអ្នកគ្រប់គ្រងហាងណាទេ មេ មិនអាចទេគាត់តែងតែស្លៀកពាក់សាមញ្ញរាល់ដងកំងតែមីកថោកមួយចានសោះបិចនឹងអាចជាមេក្រុមហ៊ុនមានបុគ្គលិករាប់រយនាក់បានទៅពួកលោកច្បាស់ជារួមគំនិតគ្នាចេតនាបោកប្រាស់ខ្ញុំហើយ មេតែងតែស្លៀកពាក់សាមញ្ញធម្មតាកុំម៉ងមីក្រូថ្ងៃគ្រាន់តែព្រោះចូលចិត្តរសជាតិហាងពីមុន3ឆ្នាំមកនេះថ្លៃបាយបុគ្គលិកទាំងអស់ក្នុងក្រុមហ៊ុនគឺមេតែម្នាក់ជាអ្នកចេញលុយឲ្យទាំងអស់ទំហំចំណាយសរុបឡើងដល់រាប់លានឯណោះហាងអ្នកអាចពង្រីកធំបែបនេះសុទ្ធតែពឹងផ្អែកលើការគ្រប់គ្រងរបស់មេទាំងអស់តែអ្នកមិនត្រឹមតែមិនដឹងគុណថែមទាំងធ្វើបាបគាត់ទៀតទង្វើបែបនេះពិតជាគួរឲ្យខកចិត្តណាស់ បងប្រុសមិននឹកស្មានថាបងគឺជាមេក្រុមហ៊ុនមនុស្សរាប់រយនាក់សោះបងប្រុសអរគុណបងដែលបានធ្វើគ្រប់យ៉ាងសម្រាប់ពួកយើងតាមពិតបងណែនាំបុគ្គលិកឲ្យមកញ៉ាំគឺមានចេតនាជួយគ្រប់គ្រងហាងតូចរបស់ពួកយើង ខ្ញុំគ្រាន់តែណែនាំហាងដែលត្រូវមាត់តាមការពិតប៉ុណ្ណោះអាចតាក់ទាញភ្ញៀវបានឬអត់ទីបំផុតគឺពឹងលើគុណភាពមីរបស់ពួកប្អូននិងសេវាកម្មដោយស្មោះត្រង់ហើយ មីនេះស្វិតឆ្ងាញ់ណាស់ទឹកក៏ខាប់ឈ្ងុយឆ្ងាញ់ឆ្ងាញ់ជាងហាងក្បែរខាងឆ្ងាយណាស់ ច្រើនហើយតម្លៃសមរម្យទៀតម្ចាស់ហាងលក់ដោយស្មោះត្រង់ថ្ងៃក្រោយញ៉ាំតែហាងនេះហើយបងស្រីចំណូលថ្ងៃនេះស្មើនឹងមួយខែពេញពីមុនទៅហើយយកចិត្តទុកដាក់ធ្វើមីមួយចានឲ្យបានល្អចែមកទីនេះមិនដឹងជាមានការអីដែរថៅកែលីនខ្ញុំដឹងកំហុសខ្លួនឯងហើយខ្ញុំមិនគួរធ្វើអាកប្បកិរិយាអាក្រក់ដាក់លោកទេមិនគួរកំណាញ់រឿងតូចតាចសោះសូមលោកប្រាប់បុគ្គលិកទុកឱកាសឲ្យខ្ញុំម្ដងទៀតទៅហាងមួយនេះគឺជាកម្លាំងញើសឈាមទាំងអស់របស់ខ្ញុំឥឡូវបាត់បង់ភ្ញៀវអស់រលីងហើយហាងខ្ញុំគឺមិនអាចបន្តរកស៊ីទៀតបានទេ សូមជួយឡានក្នុងរយៈពេល3ឆ្នាំនេះខ្ញុំធ្លាប់ផ្ដល់ឱកាសឲ្យអ្នកកែប្រែខ្លួនច្រើនដងមកហើយឃើញផ្ទាល់ភ្នែកថាបរិមាណមេកាន់តែតិចទៅតម្លៃកាន់តែឡើងថ្លៃរសជាតិក៏កាន់តែអន់ខ្ញុំនៅតែស្ងៀមស្ងាត់អត់ធ្មត់ជានិច្ចគ្រាន់តែព្រោះអាល័យរសជាតិស្រដៀងស្នាដៃម្ដាយខ្ញុំទោះជាត្រឹមជាភ្ញៀវធម្មតាមកញ៉ាំ3ឆ្នាំជាប់គ្នាក៏ចាត់ទុកជាមនោសញ្ចេតនាដែរគ្រាន់តែផ្ដាសាយម្ដងសោះជូតក្រដាសអនាម័យសោះក៏ធ្វើចរិតអាក្រក់ដាក់ខ្ញុំកំណាញ់ហួសហេតុអ្នកសួរចិត្តខ្លួនឯងមើល
ធ្វើទង្វើបែបនេះតើសមរម្យដែរទេពេលឆ្នាំនេះគឺបុគ្គលិកខ្ញុំដែលតែងតែគាំទ្រហាងរបស់អ្នកធ្វើឲ្យអ្នកពីហាងតូចរីកធំដល់ថ្នាក់នេះអ្នកធ្វើចំពោះអ្នកដែលជួយអ្នកបែបនេះតើពិតជាស័ក្តិសមនឹងសេចក្តីល្អនេះទេខ្ញុំសុខចិត្តកែប្រែកំហុសខ្លួនឯងទាំងស្រុងអង្វរលោកទុកឱកាសឲ្យខ្ញុំម្ដងទៀតទៅខ្ញុំនឹងទម្លាក់តម្លៃឲ្យដូចដើមវិញភ្លាមបន្ថែមបរិមាណមេឲ្យច្រើនថ្ងៃក្រោយនឹងយកចិត្តទុកដាក់ស្មោះត្រង់ចំពោះភ្ញៀវគ្រប់រូបឥឡូវហ៊ូពេលហើយពេល3ឆ្នាំគ្រប់គ្រាន់ឲ្យអ្នកកែប្រែអាកប្បកិរិយារកស៊ីនិងគ្រប់គ្រងគុណភាពម្ហូបហើយតែអ្នកគិតតែពីលោកខ្លួនចង់ចំណេញមើលងាយអ្នកដទៃមិនខ្វល់ពីការជឿជាក់និងការអត់ធ្មត់របស់ភ្ញៀវធ្លាក់ដល់លទ្ធផលថ្ងៃនេះគឺសុទ្ធតែជាទង្វើដែលអ្នកធ្វើខ្លួនឯងទាំងអស់ទោះភ្ញៀវមានឋានៈអីក៏ដោយចូលហាងមកញ៉ាំគួរតែទទួលបានការគោរពអាកប្បកិរិយាអាក្រក់ត្រឹមតែធ្វើឲ្យគេអស់សង្ឃឹមប៉ុណ្ណោះបុគ្គលិកទៅញ៉ាំបាយនៅទីណាគឺជាជម្រើសរបស់ពួកគាត់ខ្ញុំមិនអាចបង្ខំទេផ្លូវរកស៊ីទីបំផុតគឺពឹងលើខ្លួនឯងរកស៊ីសំខាន់បំផុតគឺស្មោះត្រង់និងមានចិត្តណាល្អចំពោះភ្ញៀវមានចិត្តល្អការរកស៊ីនឹងរលូនទៅមុខជាមិនខានខ្ញុំយល់ហើយគឺខ្ញុំខ្លួនឯងដែលបំផ្លាញឆ្នាំងបាយខ្លួនឯងកំណត់យកហាងមីបងប្អូនស្រីជាកន្លែងញ៉ាំអាហារប្រចាំរបស់បុគ្គលិកក្រុមហ៊ុនគោលការណ៍ទូទាត់ថ្លៃអាហារនៅអាហារដ្ឋាននៅតែបន្តអនុវត្តដូចដើមចូលមកភ្លក់មើលក្នុងហាងសិនទៅបញ្ចុះតម្លៃពិសេសចែមិនទាន់ញ៉ាំអាហារព្រឹកទេមែនទេមីកមួយចាននេះជូនចែញ៉ាំទ្របពោះសិនចុះញ៉ាំពេលកំពុងក្តៅទៅកន្លងមកខ្ញុំធ្លាប់និយាយស្ដីមិនសមរម្យដាក់ពួកឯងជាច្រើនដងហេតុអីនៅតែមានចិត្តល្អដាក់ខ្ញុំទៀតអ្នករកស៊ីដូចគ្នាសុទ្ធតែមិនងាយស្រួលទេខ្ញុំក៏ធ្លាប់ភ្លក់មីកដែលចែធ្វើការពីប៉ុន្មានឆ្នាំមុនដែររសជាតិដ៏ឆ្ងាញ់កាលពីមុននៅតែដិតជាប់ក្នុងការចងចាំខ្ញុំជានិច្ចតែឥឡូវស្នាដៃរបស់ខ្ញុំមិនដូចពីមុនទៀតទេសូម្បីតែខ្លួនឯងក៏មិនអាចទទួលយករសជាតិម្ហូបដែលខ្លួនឯងធ្វើដែរស្នាដៃអាចហ្វឹកហាត់កែម្អឡើងវិញបានឲ្យតែចេះរក្សាឆន្ទៈដើមនោះនឹងអាចស្វែងរករសជាតិដើមត្រឡប់មកវិញបានគ្រាន់តែដូរកន្លែងថ្មីបើកហាងរកស៊ីម្ដងទៀតទៅបានហើយថ្ងៃក្រោយយកចិត្តទុកដាក់ធ្វើមីឲ្យបានល្អស្មោះត្រង់ចំពោះភ្ញៀវនឹងកើនឡើងបន្តិចម្ដងដោយឯកឯងអរគុណក្មួយទាំងពីរដែលបានជួយទស្សនៈនៃការរកស៊ីឥឡូវខ្ញុំបានយល់ច្បាស់អស់ហើយនេះគឺជារូបមន្តដែលម្ដាយខ្ញុំបន្សល់ទុកជារូបមន្តសម្ងាត់និងបទពិសោធន៍នៃការធ្វើមីកជូនចែសម្រាប់ទុកជាឯកសារយោងយកចិត្តទុកដាក់ធ្វើនិងអាចធ្វើបានមីដ៏ឈ្ងុយឆ្ងាញ់មិនខានចែត្រឡប់មកវិញម្ដងទៀតហើយធ្វើដំណើរផ្លូវឆ្ងាយពិតជាហត់ហើយខ្ញុំបានបើកហាងមីម្ដងទៀតនៅទីក្រុងជិតនេះគ្រាន់តែការរកស៊ីមិនសូវរលូនសោះខ្ញុំនៅតែមិនអាចធ្វើឲ្យចេញរសជាតិដែលគាប់ចិត្តបានសោះកុំទាន់បារម្ភត្រាំរែកវល់យូរពេកបន្តិចហើយវានឹងធ្វើឲ្យចេញរសជាតិចត់បន្តិចសាច់ចិញ្ច្រាំឆាភ្លើងខ្លាំងពេកបរិសាជាតិទឹកនៅខាងក្នុងរសជាតិនឹងកាន់តែឆ្ងាញ់បទពិសោធន៍ផ្ទាល់របស់ចែពិតជាមានតម្លៃណាស់ជួយបំពេញចំណុចខ្វះខាតផ្នែករសជាតិរបស់ខ្ញុំបានច្រើនពីមុនមានស្នាដៃល្អពិតមែនតែគិតតែពីរឿងលុយកាក់ចំណេញបោះបង់ចោលឆន្ទៈដើមពេលនេះទើបដឹងខ្លួនទើបយល់ថាការយកចិត្តទុកដាក់គឺជាមូលដ្ឋានគ្រឹះក្នុងការធ្វើម្ហូបឆ្ងាញ់ម្ដាយខ្ញុំធ្លាប់ផ្ដាំថា
អ្នកធ្វើម្ហូបមានចិត្តងាយយ៉ាងម៉េចមីក៏នឹងបញ្ចេញរសជាតិបែបនោះមកដូចគ្នាបើគិតតែពីកេងចំណេញនឹងធ្វើតម្រេះឲ្យរួចតែពីដៃម្ហូបនោះនឹងបាត់បង់ព្រលឹងរសជាតិបើមានចិត្តស្មោះត្រង់យកចិត្តទុកដាក់ធ្វើធម្មជាតិនឹងតាក់ទាញអ្នកញ៉ាំមិនខានមិនបាច់ប្រញាប់ចង់ចំណេញពេកទេសម្រួលអារម្មណ៍ហ្វឹកហាត់រសជាតិមេឲ្យបានល្អសិនហើយយកចិត្តទុកដាក់ចំពោះភ្ញៀវគ្រប់រូបទាំងភ្ញៀវនិងចំណូលនឹងហូរចូលមកតាមធម្មជាតិមិនខានថ្ងៃក្រោយបើជួបបញ្ហាក្នុងការរកស៊ីសង្ឃឹមថាអាចពិភាក្សានិងសួរនាំគ្នាទៅវិញទៅមកបានបើពួកប្អូនចង់ពង្រីកហាងចែកក៏អាចជួយជាកម្លាំងបន្តិចបន្តួចបានដែរថ្ងៃក្រោយពួកយើងគឺជាមិត្តរួមអាជីពហើយជួយយកអាសាគ្នាទៅវិញទៅមករក្សាឆន្ទៈដើមក្នុងការធ្វើមីបោះជំហានទៅមុខជាមួយគ្នាបងប្រុសបងមកញ៉ាំអីតើអញ្ជើញអង្គុយកៅអីក្បែរបង្អួចដូចរាល់ដងទៅបងមួយរយៈនេះពួកខ្ញុំទើបតែបង្កើតរសជាតិមីកម្រេចវល់ថ្មីក្លិនឈ្ងុយហើយហិរឆ្ងាញ់រសជាតិប្លែកមាត់ថ្ងៃនេះធ្វើឲ្យបងមួយចានដើម្បីភ្លក់មើលថារសជាតិយ៉ាងម៉េចដែរអញ្ចឹងខ្ញុំសាកភ្លក់រសជាតិថ្មីនេះមើលចុះការផ្សំគ្រឿងរសជាតិពិតជាល្មមឆ្ងាញ់តែម្ដងមុខម្ហូបថ្មីមួយនេះអាចដាក់ចូលក្នុងមើលនុយលក់ជាផ្លូវការបានហើយអញ្ចឹងពិតជាល្អណាស់ខ្ញុំមានសំណូមពរមួយដាក់ប្រូម៉ូសិនភ្លក់មុខម្ហូបថ្មីផ្សព្វផ្សាយតាមរយៈក្រុមការងារក្នុងក្រុមហ៊ុនពង្រីកការស្គាល់ឈ្មោះហាងឲ្យកាន់តែទូលំទូលាយអាចយករឿងរ៉ាវដំពូជនៃការធ្វើមីរបស់គ្រួសារប្អូនទៅបោះពុម្ពនៅលើមើលនុយហាងម្ហូបឆ្ងាញ់អមជាមួយរឿងរ៉ាវដ៏កក់ក្ដៅកាន់តែអាចទាក់ទាញភ្ញៀវដែលចេញចូលមិនខានចំនួនផលប្រយោជន៍កាលពីអតីតកាលគំនុំពាក្យសម្ដីត្រូវបានរលាយបាត់អស់អ្នករកស៊ីដែលប្រកាន់ខ្ជាប់ភាពស្មោះត្រង់និងឆន្ទៈដើមទីបំផុតនឹងអាចរក្សាបាននូវភាពកក់ក្ដៅប្រចាំជីវិតមីកមួយចានផ្ទុកនៅក្តីនឹករលឹកនិងឆន្ទៈដើមហាងនៅតាមដងផ្លូវមានបើកមានបិទផ្លាស់ប្ដូរគ្នាមានតែភាពស្មោះត្រង់និងការយកចិត្តទុកដាក់ប៉ុណ្ណោះទើបអាចឈរជើងបានទោះជាពេលវេលាកន្លងផុតទៅយ៉ាងណាក្តីនិងទទួលបាននូវភាពជោគជ័យដ៏រឹងមាំសាជាថ្មី